ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិបត្តិសង្គ្រាមតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃខ្ញុំចង់លើកមុខនិយាយអំពីគុណសម្បត្តិនិងគុណវិបត្តិដែលទទួលបាននិងផលប៉ះពាល់ជាទូទៅផលប៉ះពាល់អវិជ្ជមានមានទំហំធំធេងនឹងការឡើងភ្លាមចំណែកឯឱកាសវិជ្ជមានទាមទារឲ្យមានកំណែទម្រង់ជាយុទ្ធសាស្ត្រដើម្បីចាប់យកជាការពិតណាស់ខ្ញុំនឹងពន្យល់លម្អិតអំពីគុណសម្បត្តិនិងគុណវិបត្តិសេដ្ឋកិច្ចដែលកើតឡើងដែលមានភាពតានតឹងនៅចំនួនតាមព្រំដែនរវាងកម្ពុជានិងថៃការវិភាគនេះបង្ហាញថាកម្ពុជាទទួលរងផលប៉ះពាល់ហើយក៏មានឱកាសក្នុងការធ្វើកំណែទម្រង់ផងដែរគុណវិបត្តិនិងផលប៉ះពាល់អវិជ្ជមានផលប៉ះពាល់សេដ្ឋកិច្ចសរុបនៃចំនួនរយៈពេល3ខែត្រូវបានប៉ាន់ប្រមាណថាមានចំនួនទឹកប្រាក់សរុបប្រហែលជាមានការខាតបង់ $5.3 ពាន់សហរដ្ឋអាមេរិករវាងប្រទេសទាំងពីរនេះកម្ពុជានិងថៃរីឯកម្ពុជាក៏ត្រូវបានប៉ាន់ប្រមាណថានឹងអាចកាត់បន្ថយជាង 3% នៃផលិតផលក្នុងស្រុកសរុបដែលគេហៅថា GDP ពុកម៉ែបងប្អូនក្នុងរយៈពេល12ខែហ្នឹងវិស័យទេសចរណ៍និងការងារការធ្លាក់ចុះទេសចរណ៍យ៉ាងគំហុកប្រទេសថៃគឺជាប្រភពទេសចរណ៍ធំជាងគេបំផុតរបស់កម្ពុជាប្រហែលជា 32% នៃទេសចរណ៍សរុបរបស់យើងជារួមនេះបើតាមតួលេខនៃឆ្នាំ2024កន្លងទៅនឹងឯងក្រោយចំនួនភ្លាមការលក់សម្បត្តិចូលទស្សនាប្រាសាទអង្គរវត្តពីជនជាតិថៃនឹងវាធ្លាក់ចុះរហូតដល់ 92.32% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុនជារួមទៅវិបត្តិសង្គ្រាមវាអត់ដែលល្អទេពេលនឹងមានផលប៉ះពាល់បែបហ្នឹងឯងផលប៉ះពាល់លើយីហោជាតិការមានចំនួនបង្កើតកង្វះសុវត្ថិភាពសម្រាប់ភ្ញៀវកង្វះមិនមែនធ្វើឲ្យភ្ញៀវហ្នឹងគាត់មានកង្វល់គាត់មកលំហែមកកំសាន្តអញ្ចឹងទាំងភ្ញៀវអន្តរជាតិទាំងអស់ហ្នឹងដោយសាររមណីយដ្ឋានសំខាន់ដូចជាអង្គរវត្តរបស់យើងមានចម្ងាយប្រហែលជា161គីឡូម៉ែត្រពីបន្ទាត់ព្រំដែនដែលមានចន្លោះហ្នឹងអញ្ចឹងធ្វើឲ្យទេសចរគាត់មានក្តីបារម្ភពីសុខភាពរបស់ពួកគាត់ដែរការបាត់បង់មុខរបរវិស័យទេសចរគ្រប់គ្រងការងារផ្ទាល់ប្រហែលជា510,000កន្លែងការធ្លាក់ចុះភ្ញៀវទេសចរភ្លាមបានគំរាមកំហែងដល់ជីវភាពអ្នកលក់ដូរភោជនីយដ្ឋានបុគ្គលិកបដិសណ្ឋារកិច្ចក្នុងតំបន់និងជាយដែន2ប្រាក់បញ្ញើពលករនិងបំណុលគ្រួសារការធ្លាក់ចុះប្រាក់បញ្ញើពលករចំណាក់ស្រុកកម្ពុជាប្រមាណ 1.2 លាននាក់នេះបើតាមតួលេខដែលក្រសួងគេបញ្ជាក់មកនៅក្នុងប្រទេសថៃផ្ញើប្រាក់ត្រឡប់មកវិញជាង$1,000ក្នុងមួយឆ្នាំមានន័យថាពលករដែលធ្វើការនៅថៃហ្នឹងគាត់បានផ្ញើលុយមកខ្មែរដើម្បីធ្វើការឲ្យពុកម៉ែបងប្អូនគាត់ចាយក្រសងបំណុលហ្នឹងវាមានជាង$1,000ហើយការបង្ខំឲ្យពលរដ្ឋមួយចំនួនធំត្រឡប់មកវិញភ្លាមបណ្ដាឲ្យប្រាក់កម្ចីធ្លាក់ចុះយ៉ាងគំហុកដែលបង្កើតជាភាពតានតឹងនៅបំណុលគ្រួសារវិបត្តិបំណុលពលករចំណាក់ស្រុកជាច្រើនមានបំណុលខ្ពស់ដែលត្រូវសងការបាត់បង់ចំណូលភ្លាមមានការបាត់បង់ចំណូលភ្លាមនោះវាជាហានិភ័យក្នុងប្រព័ន្ធធនាគារខ្នាតតូចក៏ដូចជាមកភ្ជាប់នឹងឯងការស្រូបយកកម្លាំងពលកម្មកម្ពុជាមានការងារទំនេរប្រហែលជា 10,000 កន្លែងទេប៉ុន្តែมันអាចស្រូបយកពលករដែលត្រឡប់មកពីថៃទាំងអស់ដែលនាំឲ្យអត្រាអត់ការងារធ្វើមានការកើនឡើងចំណុចទី3ពាណិជ្ជកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ផលប៉ះពាល់លើការវិនិយោគបរទេសក្រុមហ៊ុនបរទេសជាពិសេសជប៉ុនដែលប្រើប្រាស់យុទ្ធសាស្ត្រថៃ+1គេហៅថា Thailand Plus One ដោយភ្ជាប់ខ្សែសង្វាក់ផលិតកម្មរវាងថៃនិងកម្ពុជាជួបការលំបាកយ៉ាងធ្ងន់ធ្ងរនិងបាត់បង់ទំនុកចិត្តក្នុងការបង្កើតនិងពង្រីកការវិនិយោគការនាំចេញដំឡូងមីកម្ពុជានាំចេញដំឡូងមីមិនទាន់កែច្នៃប្រហែលជា$130 លានទៅកាន់ប្រទេសថៃការរឹតបន្តឹងនិងការដឹកជញ្ជូនផ្លូវគោកធ្វើឲ្យការនាំចេញហ្នឹងវាមានការធ្លាក់ចុះយ៉ាងគំហុកធម្មតាវាមានវិបត្តិបិទទល់បានទៅបិទទល់បានមកវាមានការរាំងស្ទះការនាំចូលធម្មពលកម្ពុជានាំចូលប្រេងឥន្ធនៈពីថៃការហាមឃាត់នាំចូលនេះបង្ខំឲ្យកម្ពុជាស្វែងរកអ្នកផ្គត់ផ្គង់ព
ពីសង្ហបុរីឬក៏ពីវៀតណាមយើងយកពីគេមកប៉ុន្តែយើងអាចបន្ថែមទៀតដោយសារនៅវៀតណាមនៅថៃយើងបានធ្វើការបាត់ប្រេងឥន្ធនៈពីបែបនេះឯងហើយលំនឹងនៃការផ្គត់ផ្គង់ប៉ុន្តែអាចបង្កើតថ្លៃដើមមានន័យថាអាចរក្សាលើលំនឹងនៅការផ្គត់ផ្គង់បានក៏ប៉ុន្តែថ្លៃដើមការដឹកជញ្ជូនវាមានការកើនឡើងធម្មតាបើសិនជានៅទូឡានថៃយើងយកប្រេងពីថៃណាការដឹកជញ្ជូនវាមានតម្លៃទាបតែបើទូឡានថៃយើងយកពីវៀតណាមពីសិង្ហបុរីការដឹកក៏វាតម្លៃថ្លៃទៅតាមនោះដែរពាណិជ្ជកម្មថៃមានទំហំពាណិជ្ជកម្មធំជាង 3.4000 លានដុល្លារជាមួយកម្ពុជាក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់លើការនាំចេញរបស់ខ្លួនជាពិសេសគ្រឿងបន្លាស់រថយន្តនិងសម្ភារៈសំណង់គុណសម្បត្តិនិងឱកាសយុទ្ធសាស្ត្រចំនួននេះក៏ជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ប្រទេសកម្ពុជារបស់យើងដែរក្នុងការធ្វើកំណែទម្រង់ពង្រឹងនិងភាពធន់សេដ្ឋកិច្ចរយៈពេលវែងមួយឱកាសនិងកំណែទម្រង់រដ្ឋបាលខ្សែសង្វាក់ផ្គត់ផ្គង់ភាពតានតឹងបានបង្ហាញពីភាពចាំបាច់សម្រាប់កម្ពុជាក្នុងការកាត់បន្ថយការពឹងផ្អែកលើច្រកពាណិជ្ជកម្មនិងអ្នកផ្គត់ផ្គង់តែមួយដោយពង្រីកការប្រើប្រាស់ផ្លូវសមុទ្រផ្លូវអាកាសក៏ដូចជាផ្លូវគោកដែលឆ្លងកាត់តាមវៀតណាមឬក៏ឡាវកំណែទម្រង់ភ័ព្វភារឬក៏អាចនិយាយបានថាការដឹកជញ្ជូនហ្នឹងចំនួនបានបង្ខំឲ្យរដ្ឋាភិបាលបង្កើនប្រសិទ្ធភាពដំណើរការភ័ព្វភារដោយជំរុញកំណែទម្រង់រដ្ឋបាលទៅតាមច្រកព្រំដែននិងកាត់បន្ថយឯកសារគាំទ្រជាច្រើនដើម្បីធានាថាទំនិញអាចផ្លាស់ទីបានលឿនជាងមុនឯកសារដែលស្មុគស្មាញដែលមិនចាំបាច់យើងព្យាយាមកាត់បន្ថយពី10ទៅ7 6 5ទៅតាមការពិភាក្សាគ្នាทั่វពេកឲ្យមានការងាយស្រួលមានភាពងាយស្រួលជាងមុន2ពាក់ព័ន្ធជាមួយការវិវត្តវិស័យក្នុងស្រុកការកែច្នៃកសិផលបង្កើតឱកាសក្នុងការពង្រីកសមត្ថភាពកែច្នៃកសិផលក្នុងស្រុកដូចជាដំឡូងមីកៅស៊ូមុននឹងនាំចេញជាជាងនាំចេញវត្ថុធាតុដើមដោយមិនបានកែច្នៃឧទាហរណ៍យើងនាំចេញវត្ថុធាតុដើមច្រើនណាយើងអត់ទាន់បានកែច្នៃប៉ុន្តែបើយើងយកមុននឹងយើងនាំចេញយកវត្ថុធាតុដើមទៅកែច្នៃជាអ្វីមួយទៅហើយនាំចេញទី1បានការងារជនប្រជាពលរដ្ឋទី2បានថ្លៃខ្ពស់ទៀតថាមពលកើនឡើងវិញចំនួនគឺជាការជំរុញឲ្យពន្លឿននៃការអភិវឌ្ឍថាមពលសូឡាលើកដំបូងសម្រាប់រោងចក្រផលិតកម្មនេះមិនត្រឹមតែជួយកាត់បន្ថយហានិភ័យការផ្គត់ផ្គង់លើព្រំដែនប៉ុណ្ណោះទេថែមទាំងបន្ថយថ្លៃដើមនិងទាក់ទាញវិនិយោគដោយផ្ដោតលើនិរន្តរភាពការវិនិយោគរយៈពេលយូរអង្វែងតើកម្ពុជាអាចដោះស្រាយវិបត្តិបំណុលតើកម្ពុជាអាចដោះស្រាយវិបត្តិនេះបានដោយរបៀបណាសម្រាប់ចំនួនព្រំដែននិងធ្វើឲ្យមានកំណែមានកំណើនសេដ្ឋកិច្ចដ៏ប្រសើរឡើងវិញសម្រាប់ខ្ញុំដើម្បីដោះស្រាយវិបត្តិនៃចំនួនព្រំដែននិងជំរុញកំណើនសេដ្ឋកិច្ចឲ្យល្អប្រសើរឡើងវិញកម្ពុជាត្រូវអនុវត្តយុទ្ធសាស្ត្រពហុភាគីដោយផ្ដោតលើទាំងដំណោះស្រាយរយៈពេលខ្លីដើម្បីទប់ទល់នឹងវិបត្តិនិងកំណែទម្រង់រចនាសម្ព័ន្ធរយៈពេលវែងយុទ្ធសាស្ត្រដោះស្រាយវិបត្តិរយៈពេលខ្លីគោលដៅចម្បងគឺកាត់បន្ថយផលប៉ះពាល់ភ្លាមៗនិងស្ដារទំនុកចិត្តឡើងវិញគោលនយោបាយពន្ធនិងហិរញ្ញវត្ថុបន្ទាន់កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចគោលដៅរដ្ឋាភិបាលគួរប្រើកម្រិតបំណុលសាធារណភាពរបស់ខ្លួនដើម្បីផ្ដល់នូវការគ្រប់គ្រងភ្លាមៗនិងមានគោលដៅច្បាស់លាស់សម្រាប់ជួយពួកគាត់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចចាប់ផ្ដើមគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដូចជាផ្លូវជនបទជួសជុលសាលារៀនដែលអាចអនុវត្តបានក្នុងរយៈពេល6ខែយើងអាចជួសជុលសាងសង់ដើម្បីធ្វើបង្កើតការងារបន្ទាន់និងបង្កើតប្រាក់ចំណូលក្នុងតំបន់យើងអាចធ្វើជារោងចក្រជាអីចឹងទៅដោយសារយើងត្រូវការសាងសង់វាចាយពេលយូរអញ្ចឹងបើសិនជាសាលាណាយើងអត់ប្រើយើងអាចយកទៅកែច្នៃដើម្បីធ្វើជារោងចក្រជាការផលិតអីមួយអញ្ចឹងទៅជំនួយចំណូលមានន័យថាផ្ដល់ជំនួយជាសាច់ប្រាក់ការគ្រប់គ្រងចំណូលទៅដល់ពលករដែលត្រឡប់មកពីប្រទេសថៃវិញនិងគ្រួសារដែលត្រូវផ្លាស់ទីលំនៅទៅតាមព្រំដែនធម្មតាពេលដែលមានចំនួនអញ្ចឹងប្រជាពលរដ្ឋតែងតែធ្វើការផ្លាស់ទីលំនៅហើយដើម្បីធ្វើការកុំឲ្យវាគេហៅភាសឹកកុំឲ្យពួកគាត់មានបញ្ហាដល់ជីវិតបន្ធូរបន្ថយបំណុលធនាគារជាតិនៃកម្ពុជាគួរធ្វើពាណិជ្ជកម្មដើម្បីបន្តពង្រីកវិធានការ
បន្ធូរបន្ថយបំណុលជាបណ្ដោះអាសន្នតែនៅក្នុងលក្ខខណ្ឌហ្នឹងឥឡូវចាក់ស្ដែងធនាគារក៏គេធនាគារជាតិយើងក៏គាត់បានជួយសម្រួលច្រើនតាមដែលយើងមើលទាំងអស់គ្នាហ្នឹងការស្ដារវិស័យទេសចរឡើងវិញយុទ្ធសាស្ត្រនៃការផ្សព្វផ្សាយជាអន្តរជាតិបណ្ដាក់ទុនយុទ្ធនាការទីផ្សារអន្តរជាតិដែលមានប្រសិទ្ធភាពហើយការធ្វើបណ្ដាក់ទុនហ្នឹងមានន័យថាឲ្យគេជឿថាអូខេកម្មវិធីពិតជាល្អកុំជឿទៅតាមគេញុះញង់អញ្ចឹងណាយើងអាចចំណាយលុយប្រហែលជា20ទៅ40លាននោះ20ទៅ40លានដុល្លារនោះសិទ្ធិពាក់ព័ន្ធមួយទេសចររបស់យើងនឹងល្អប្រសើរឡើងវិញការវិវត្តសមត្ថភាពនៃការវិវត្តសមត្ថភាពការធ្វើជាសន្និបាតនៅសៀមរាបឬក៏មាន event មានកម្មវិធីអីមួយចំនួនដែលថាអូខេនៅសៀមរាបយើងពិតជាមានសមត្ថភាពមែនមិនដូចជាការញុះញង់របស់អ្នកដទៃគាត់បាននិយាយចឹងទេទី2ពាក់ព័ន្ធជាមួយនឹងកំណែទម្រង់រចនាសម្ព័ន្ធរយៈពេលវែងធម្មតាពេលដែលយើងគិតរយៈពេលខ្លីយើងក៏ត្រូវគិតរយៈពេលវែងដែរព្រោះខ្លីមានថាវាវិបត្តិភ្លាមយើងត្រូវប្រើគោលនយោបាយខ្លីប៉ុន្តែយើងក៏ត្រូវមានគោលនយោបាយរយៈពេលវែងដែរសម្រាប់ជាការអភិវឌ្ឍជាគេហៅថាជានិរន្តរភាពយូរអង្វែងដើម្បីធានាបាននូវកំណែទម្រង់ប្រកបដោយភាពយូរអង្វែងនិងរឹងមាំកម្ពុជាត្រូវអនុវត្តកំណែទម្រង់ស៊ីជម្រៅនិងដើម្បីកាត់បន្ថយភាពងាយរងគ្រោះពីខាងក្រៅសេដ្ឋកិច្ចនិងពាណិជ្ជកម្មជំរុញទីផ្សារនាំចេញបន្តពង្រីកទីផ្សារសម្រាប់ផលិតផលវិជ្ជាភ័ណ្ឌគេហៅថាកាត់ដេរកសិផលនិងការទិញដទៃទៀតទៅកាន់ប្រទេសផ្សេងជាពិសេសចិនសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសដើម្បីកាត់បន្ថយការពឹងផ្អែកលើដៃគូពាណិជ្ជកម្មតែមួយដូចជាថៃក៏ដូចជាអាមេរិកការជំនួសការនាំចូលជំរុញការផលិតក្នុងស្រុកសម្រាប់ទំនិញសំខាន់ដែលធ្លាប់នាំចូលពីប្រទេសជិតខាងដូចជាកៅស៊ូដូចជាអីផ្សេងៗចាស់ស្ដែងឥឡូវយើងក៏ឃើញឯកជនក៏ដូចជារដ្ឋជួយពីក្រោយបានច្រើនតាមយើងមើលទាំងអស់គ្នាហ្នឹងអញ្ចឹងយើងសង្ឃឹមថាវានឹងរីកចម្រើនបែបហ្នឹងតទៅមុខទៀតទោះជាសាច់នឹងខ្លាំងការកែច្នៃកសិកម្មបងវាយពីការនាំចេញវត្ថុធាតុដើមទៅកាន់ផលិតផលដែលកែច្នៃមានន័យថាយើងធ្លាប់នាំចេញវត្ថុធាតុដើមយើងត្រូវកែច្នៃសិនតែមាននាំចេញវាជាការល្អសម្រាប់កំណើនសេដ្ឋកិច្ចក៏ដូចជាឱកាសការងារដើម្បីបង្កើនតម្លៃបន្ថែមនិងបង្កើតការងារដែលមានជំនាញធ្វើឲ្យប្រសើរឡើងនៅបរិយាកាសធុរកិច្ចកាត់បន្ថយថ្លៃដើមការដឹកជញ្ជូនជួយសម្របសម្រួលពាក់ព័ន្ធជាមួយទុនគោលនៃការដឹកជញ្ជូនដែលឆ្លងដែននឹងវិនិយោគបន្ថែមលើការវិវត្តកំពង់ផែផ្លូវដែកដើម្បីផ្ដល់ជម្រើសដឹកជញ្ជូនដែលមិនពឹងផ្អែកលើព្រំដែនគុកតែមួយកំណែទម្រង់ប្រព័ន្ធតុលាការពាណិជ្ជកម្មយើងត្រូវធ្វើកំណែទម្រង់ការពង្រីកប្រសិទ្ធភាពនិងតម្លាភាពនៃប្រព័ន្ធតុលាការគឺជាកត្តាចាំបាច់ដើម្បីស្ដារទំនុកចិត្តលើវិនិយោគគ្រិនបរទេសឡើងវិញជាពិសេសចំពោះក្រុមហ៊ុនជប៉ុនដែលកំពុងពិចារណា3ការវិវត្តធនធានមនុស្សនៅវិស័យផលិតកម្មការប្រើប្រាស់កម្លាំងពលកម្មដែលត្រឡប់មកពីប្រទេសថៃវិញកម្លាំងពលកម្មដែលត្រឡប់មកពីថៃវិញមានបទពិសោធន៍ក្នុងវិស័យកាត់ដេរក៏ដូចជាកសិកម្មសំណង់នោះរដ្ឋាភិបាលគួរមានកម្មវិធីបណ្ដុះបណ្ដាលជំនាញបន្ថែមនឹងការផ្គូផ្គងការងារដើម្បីដាក់បញ្ចូលពួកគេនៅក្នុងទីផ្សារការងារក្នុងស្រុកឡើងវិញរបាយការណ៍មួយចំនួនបានប៉ាន់ស្មានថាការធ្វើកំណែទម្រង់ឡើងវិញនេះអាចបន្ថែម$8,000 លានដល់ GDP របស់កម្ពុជាយើងនៅក្នុងអំឡុងឆ្នាំ2030ខាងមុខហ្នឹងឆ្ពោះទៅឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់មានន័យថាពីឧស្សាហកម្មដែលមានតម្លៃទាបទៅឧស្សាហកម្មដែលមានតម្លៃខ្ពស់គ្រប់គ្រងការផលិតនិងការផ្លាស់ប្ដូរឧស្សាហកម្មកាត់ដេរពីផលិតកម្មដែលមានជំនាញទាបទៅកាន់ឧស្សាហកម្មដែលមានជំនាញខ្ពស់ដូចជាគ្រឿងបង្គុំយានយន្តការធ្វើរោងចក្រយានយន្តកាន់តែច្រើនទៅមានន័យថាបដូរពីកម្មករកាត់ដេរទៅកម្មករដែលផលិតគ្រឿងយន្តគ្រឿងអេឡិចត្រូនិកដែលវាបានតម្លៃថ្លៃចឹងទៅហើយយុទ្ធសាស្ត្រទាំងហ្នឹងមិនត្រឹមតែជួយកម្ពុជាឆ្លងផុតពីវិបត្តិនយោបាយប៉ុណ្ណោះទេប៉ុន្តែវានឹងដាក់ទីតាំងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរឹងមាំនិងមិនងាយរងឥទ្ធិពលពីភាពតានតឹងក្នុងតំបន់នាពេលអនាគតធម្មតាការអភិវឌ្ឍជាតិយើងត្រូវគិតរយៈពេលវែងឆ្ងាយយើងត្រូវព្យាយាម
ខ្លាំងខ្លួនឯងទៅគេមកជួយជឿរួមទៅហើយ